បាទគ្រប់ជម្រាបសួរពុកម៉ែបងប្អូនហ្នឹងហើយថ្ងៃនេះកដោបខ្ញុំបាន12ថ្ងៃឯងសក់ថ្ងៃនេះមួយថ្ងៃទៀតបាន3ដងហ្នឹងណាកុំអីវាព្រលឹមឡើងត្រូវសក់ពេញមកតែមិញអស់ទោះហើយពុកម៉ែបងប្អូនអើយមកមេធំហ្មងតម្រាំងមិញទេហើយមើលក្នាប់ពេញមុងតិចទៀតទិញកស៊ូព្រោះបើវាមកខ្លាំងពេកអញ្ចឹងវាត្រូវទឹកភ្លៀងនៅទូចទេវាអត់បញ្ហាទេប៉ុន្តែខ្លាចទឹកភ្លៀងវាខ្លាំងទៅវាធ្លាក់មកចំទៅវាងាប់ហ្នឹងហើយមកខ្នាប់ពុកម៉ែបងប្អូនហ្នឹងណាអាយុបាន12ថ្ងៃឯងនៅសល់3ដងទៀតនៅ12ថ្ងៃទៀតចាប់ដើមដល់ស្លាប់អាយុ24ថ្ងៃអាយុ22ថ្ងៃវាចាប់ដើមដល់ស្លាប់អញ្ចឹងរាល់ពុកម៉ែបងប្អូនដែលស្រឡាញ់វិស័យកសិកម្មចិញ្ចឹមកដោបហ្នឹងដោយខ្ញុំធ្លាប់បាន review ពីមុនមកអញ្ចឹងគឺកូនកដោបនៅទូចជីពុកម៉ែបងប្អូនត្រូវតែមានមែកឈើត្រូវមានស្មៅត្រូវមានមែកឈើឲ្យទៅនៅវាជាហ្នឹងណាពេលដែលមានភ្លៀងមកមួយមេធំឬក៏2មេធំគឺវារត់ចូលច្រកក្នុងក្រោមសម្រាមហ្នឹងហើយប៉ុន្តែបើពុកម៉ែបងប្អូនអត់មានអាចចម្រោះឲ្យវាច្រកទេគឺវាប្រឈមនឹងបញ្ហាងាប់ច្រើនដោយសារគេក្តៅខ្លាំងទៅក៏វាមិនអាចទប់អាកាសធាតុដោយសារវានៅទូចហើយដល់ពេលភ្លៀងខ្លាំងក៏វាមិនអាចទប់បានដែរអញ្ចឹងយើងត្រូវតែមានមែកស្វាយគេថាសម្រាមហ្នឹងយើងកុំទាន់រើគឺវាគុណសម្បត្តិវាល្អដែរគឺកូនកដោបយើងវាត្រូវក្តៅក៏ដោយត្រូវភ្លៀងក៏ដោយគឺអត់បញ្ហាទេហើយបើពុកម៉ែបងប្អូនអត់បានធ្វើដូចខ្ញុំទេអញ្ចឹងពុកម៉ែបងប្អូនប្រឈមងាប់អានៅទូចនេះច្រើនមែនតើហើយយើងគិតមើលខ្នាប់ជីបើថាងាប់មួយដុំយើងឲ្យមិនតិចទេមិនតិចគីឡូណាមិញភ្លៀងមិញអស់ទោះភ្លៀងមិញភ្លៀងមែនតើមកភ្លៀងដល់បក់ដាច់តង់អាយ៉ាអស់លីងវា5 6វាអីកស៊ូនេះអញ្ចឹងវាអត់ធន់នឹងអាកាសធាតុទេតែកូនកដោបយើងធន់មែនតើមកមិញភ្លៀងអស់ទោះតែដល់អញ្ចឹងមើលវាត្រូវទឹកភ្លៀងហើយវាឡើងមកហាឡាខ្លួនវាហ្នឹងឃើញទេមហាខ្លួនវាហ្នឹងហើយអានេះខ្ញុំដាក់ឲ្យចំណីអាអំពៅខ្មៅហ្នឹងអំពៅខ្មៅនេះវាស៊ីមិនចេះធុញទេមានប្រមាណក៏អស់ដែរអានេះវាស៊ីឡើងខ្ទេចឃើញអានេះបាន12ថ្ងៃហើយអញ្ចឹងខ្ញុំថាគ្រប់12ថ្ងៃខ្ញុំនឹងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូន12ថ្ងៃឃើញធំអានេះដល់3ដងទៀតលយទៀតអញ្ចឹងកដោបយើងចិញ្ចឹមវាស្រួលម្យ៉ាងដែរកាត់ឲ្យស្មៅហើយទោះបីយើងបនេនៅផ្ទះក៏ដូចថាវាថ្មិចបើកលុយមិនបើកលុយវាអត់ជាបញ្ហាសម្រាប់យើងទេអានេះនៅផ្ទះក៏លុយដែរអញ្ចឹងមើលបងប្អូនមិនតិចទេមើលតែត្រូវទឹកភ្លៀងហើយនេះអាខ្លះមិនទាន់ចេញពីក្នុងអាសម្រាមហ្នឹងហ៎ខ្លះទៀតអញ្ចឹងវាឡើងមកវារកពលឺថ្ងៃព្រោះអត់ទាន់មានថ្ងៃទេវានៅពេលព្រឹកពេកមើលស៊ីអាណាស៊ីអានេះតែបានសក់3ដងប៉ុណ្នេះហើយធំលឿនណាហើយជាអាយុ20ថ្ងៃ22អីហ្នឹងដល់ស្លាប់អស់ហ่ะអញ្ចឹងណាតែមើលល្អបងប្អូនត្រូវទឹកភ្លៀងមែនតែសុខភាពnóល្អយើងថែវាដិតដល់ឲ្យចំណីវាស៊ីដិតដល់អញ្ចឹងប៉ះពាល់អាកាសធាតុល្មមអញ្ចឹងវាអត់បញ្ហាដល់កដោរបស់យើងទេខ្លាចតែបងប្អូនដៃថ្មីហ្នឹងគាត់មិនសូវដឹងហើយគាត់អត់មានភាសាជាមួយអ្នកដែលមានចំណេះជំនាញច្បាស់លាស់ហ្នឹងណាអញ្ចឹងថ្ងៃនេះខ្ញុំមក review ត្រឹមតែប៉ុណ្្នេះទេជួបគ្នានៅវីដេអូក្រោយទៀតព្រោះទៅទិញកស៊ូមកបាំងមកប្រក់ឲ្យវាសិនវាទៅទឹកភ្លៀងច្រើនមេពេកអីវាមិនបញ្ហាតែយើងខ្លាចវាញយដងពេកអញ្ចឹងទៅវាប៉ះពាល់ច្រើនដោយសារគេវាអត់មានកស៊ូអញ្ចឹងទៅពេលដែលភ្លៀងខ្លាំងមកវាធ្វើអាចវាសើមនេះអាលិមិកវាហ្នឹងអញ្ចឹងលមួកវាសើមយូរទៅខ្លាចវាឈួលពីពួកកូនកដោបអាកាសធាតុវាមិនសូវជាបញ្ហាចំពោះវាប៉ុន្តែបើអាលិមិកវាហ្នឹងកាលណាវាឈួលខ្លាំងយើងអាចនឹងខ្លាចប៉ះពាល់ដល់វាអញ្ចឹងយើងត្រូវតែបាំងកស៊ូត្រូវតែប្រក់ជាកស៊ូកុំឲ្យទឹកភ្លៀងមកចំអាចវាទៅចាំអាចវាសើមពេកផ្អិចហ្នឹងទៅកើតជាសម្មើកើតជាចៃឡូវអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតហ្នឹងមើលស្អែកស្កេះ
តាណាក៏កដោបដែរ